នេះជាការសមាធិតាមបែបឈីមិនតុនជាប្រចាំថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025មានទិសល្អ4ដែលយើងអាចធ្វើការសមាធិបានចំពោះទិសខាងជើងយើងអាចស្នើសុំអំពីអំណាចតួនាទីការជួយទំនុកបម្រុងគំពីយកអាសាក្នុងនោះមានអតិទេពឆេះ Star Distractor ហើយនិង Open Door កម្រិត2ទិសខាងកើតយើងអាចស្នើសុំអំពីទ្រព្យសម្បត្តិអាជីពការងារមានអតិទេពព្រះធរណី Star Hero ហើយនិង Lido កម្រិត Star កម្រិត4ត្បូងឈៀងលិចយើងអាចស្នើសុំអំពីទំនាក់ទំនងសម្ព័ន្ធភាពស្នេហាក្នុងនោះមានអតិទេព Harmony Star Heart Scenery Door កម្រិត Star កម្រិត1រីឯទិសខាងជើងឈៀងខាងកើតយើងអាចស្នើសុំអំពីសុខភាពមានអតិទេព Heaven Star Assistant ហើយនិង Rest Door កម្រិត Star កម្រិត0ក្នុងការធ្វើការសមាធិតាមបែបឈីមិនតុនជាគឺជាការបែរខ្នងទៅកាន់ទិសនីមួយៗធ្វើចិត្តឲ្យស្ងប់មនោឲ្យដូចជាការពិតនៅការទទួលបាននូវធម៌ពលល្អៗដែលទិសនីមួយមានជូនពរសំណាងល្អ